បើតម្លៃនេះនៅខ្មែរវិញដឹងតែជិះពេញផ្លូវតែម្ដង Geely Galaxy Star Shine PHEV បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរ G Pilot X5 មានរយៈចម្ងាយបើកបរសរុបរហូតដល់1725គីឡូម៉ែត្រខណៈតម្លៃតែ$20,000រយន្តស៊ីដានប្រភេទ Plug-in Hybrid Geely Galaxy Star Shine X Series ឆ្នាំ2026ទទួលបានការអាប់ដេតថ្មីបើទទួលការបញ្ជាទិញទុកមុននៅប្រទេសចិនជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ$2770ចំពោះមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Geely បានធ្វើការអាប់ដេតនៅលើរយន្ត Galaxy Star Shine X PHEV របស់ពួកគេគឺដោយសារចំនួននៃការលក់មានការធ្លាក់ចុះគិតត្រឹមខែកុម្ភៈឆ្នាំ2026ក្រឡេកទៅមើលរយន្ត Geely Galaxy Star Shine X ទទួលបានការអាប់ដេតថ្មីនៅតែរក្សារចនាប័ទ្មរូបរាងខាងក្រៅដដែលដែលបន្តការរចនាមកជាមួយរូបរាងស្រឡូតបែបដំណក់ទឹកដៃទ្វារលឹបចូលទៅក្នុងតួរយន្តនិងចង្កៀងមុខ2ជាន់សម្រាប់រយន្តស៊េរីថ្មីនេះក៏ផ្ដល់មកជាមួយជម្រើសពណ៌ថ្មីចំនួន2គឺពណ៌មាស Sunny Gold និងពណ៌ក្រហមក្រម៉ៅ Benjamin បាននិយាយពីលក្ខណៈពិសេសនៃរយន្ត Geely Galaxy Star Shine X ទទួលបានការអាប់ដេតថ្មីនេះគឺបន្តប្រើប្រាស់ LiDAR នៅលើដំបូល Radar មីលីម៉ែត្រចំនួន3គ្រាប់ កាមេរ៉ាចំនួន11គ្រាប់និង Sensor Ultrasonic ចំនួន12គ្រាប់ឧបករណ៍ទាំងអស់នេះដំណើរការដោយបន្ទះ Chip NVIDIA Drive Orin ដែលមានសមត្ថភាពគណនាទិន្នន័យរហូតដល់254 TOPS បន្ថែមពីនេះ Geely Galaxy Star Shine X នេះក៏ត្រូវបានបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរ G Pilot X5 អនុញ្ញាតឲ្យរយន្តនេះអាចប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ Navigate on Autopilotទាំងការប្រើប្រាស់នៅលើផ្លូវក្នុងក្រុងនិងលើផ្លូវ Highway គួរបញ្ជាក់ផងដែរចំពោះប្រព័ន្ធជំនួយការបើកបរ G Pilot X5 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Afari Technology ជាក្រុមហ៊ុនគាំទ្រដោយ Geely ហើយក្នុងនោះក្រុមហ៊ុន Mercedes-Benz ក៏មានចំណាយភាគហ៊ុន 3% ផងដែរកាលពីមុនប្រព័ន្ធជំនួយការបើកបរ G Pilot X5 ត្រូវបានប្រើប្រាស់នៅលើរយន្ត SUV ខ្នាតធំ6កៅអី Geely Galaxy M9 ដែលជា model កម្ពុជា flagship របស់ក្រុមហ៊ុនតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះមុខងារនេះក៏ត្រូវបានបំពាក់លើរយន្ត Sedan របស់ Geely ដែលមានតម្លៃត្រឹមតែ$20,000ប៉ុណ្ណោះក្រឡេកមកមើលផ្នែកខាងក្នុងរបស់រយន្តនេះបានបំពាក់មកជាមួយអេក្រង់កុងទ័រ Digital ប្រភេទ LCD និងអេក្រង់កំសាន្ត Touch Screen ដ៏ធំចំពោះប្រព័ន្ធកំសាន្តនៅផ្នែកខាងក្នុងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Flyme Auto 2ដោយទៅនឹងរយន្ត Geely Galaxy M9 ផងដែរបាននិយាយពីចំណុចសំខាន់ៗនៃការអាប់ដេតរយន្ត model ថ្មីនេះគឺរួមមានបន្ថែមមកជាមួយប្រព័ន្ធជំនួយការបញ្ជាដោយសំឡេង AI កាន់តែឆ្លាតវៃជាងមុនមុខងារ One Screen Dual Application អនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់កម្មវិធីពីរក្នុងពេលតែមួយលើអេក្រង់តែមួយនិងមុខងារតភ្ជាប់ការកំណត់ជាមួយទូរស័ព្ទ Smartphone រហូតដល់90%នៃ model ទូរស័ព្ទដែលមានលក់នៅលើទីផ្សារលើពីនេះលក្ខណៈពិសេសបន្ថែមទៀតគឺរយន្តនេះបំពាក់មកជាមួយអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ខាងមុខ Head-up Display និងឧបករណ៍បំពងសំឡេង Flyme Sound ចំនួន23គ្រាប់ឥឡូវចូលមកដឹងពីកម្រិតសមត្ថភាពរបស់រយន្តនេះវិញម្ដង Geely Galaxy Star Shine X Model Standard ដំណើរការដោយម៉ាស៊ីនចំណុះ 1.5 លីត្ររួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងសរុបរហូតដល់345សេសសម្រាប់ Model Standard នេះមានកម្រិតស៊ីប្រេងទាបបំផុតត្រឹមតែ 3.32 លីត្រក្នុង100គីឡូម៉ែត្រប៉ុណ្ណោះដែលឡែកសម្រាប់ Model មានកម្លាំងខ្លាំងជាងនេះគឺបានប្រើប្រាស់ប្រព័ន្ធ EMP Plug-in Hybrid ចំនួនថ្មីដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងសរុបរហូតដល់402សេសនិងកម្លាំងរមុះ650 Nm អាចចុះស្ទុះពីកង់ត0ដល់100គីឡូម៉ែត្រប្រើពេលត្រឹមតែ 6.35 វិនាទីនិងមានកម្រិតស៊ីប្រេងត្រឹមតែ 3.41 លីត្រក្នុង100គីឡូម៉ែត្របាននិយាយពីការអាប់ដេតដ៏សំខាន់មួយទៀតគឺការផ្លាស់ប្ដូរកញ្ចក់អាគុយថ្មីដែលក្នុងនោះរយន្តនេះបានបំពាក់មកជាមួយកញ្ចក់អាគុយទំហំរហូតដល់ 28.3 គីឡូវ៉ាត់ម៉ោងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ225គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ CLTC និងមានរយៈចម្ងាយបើកបរសរុបរហូតដល់ 1725គីឡូម៉ែត្រជាមួយគ្នានេះរយន្តនេះក៏គាំទ្រការសាកថ្មល្បឿនលឿន DC Fast Charging អាចសាកថ្មពី30ទៅ80%ប្រើពេលត្រឹមតែ15នាទីប៉ុណ្ណោះបាននេះពីរយន្ត Geely Galaxy Star Shine X PHEV Series ឆ្នាំ2026នេះផ្ដល់មកជាមួយជម្រើស3ផ្សេងគ្នាដែលក្នុងនោះ Model Long Range Voyager មានតម្លៃ$2750 Model Long Range Ocean មានតម្លៃ$22,060 និង Model Long Range Milky Way មានតម្លៃ$23,510យ៉ាងណាមិញចំពោះតម្លៃនេះគឺជាតម្លៃនៅទីផ្សារប្រទេសចិនប៉ុណ្ណោះខណៈបើរយន្តនេះត្រូវបាននាំចូលមកទីផ្សារប្រទេសកម្ពុជាតម្លៃអាចនឹងលើនេះ